នេះជាសដាមតនកាត់ហើយនេះជាសដាកាត់រួចអូខេសួស្តីបងប្អូនអរគ្នាស្វាគមន៍មកកាន់វីដេអូថ្មីដែលនិយាយពីការកាត់សក់ហើយបងប្រុសម្នាក់នេះគាត់គឺជាម៉ូយិនសិនរបស់ខ្ញុំទេតែដោយសារតែគាត់ទុកសក់វែងធុញឥឡូវគាត់មកចង់ផ្លាស់ប្ដូរម៉ូដសក់ខ្លីៗម្ដងហើយពេលដែលគាត់ប្រាប់ខ្ញុំថាចង់បានខ្លីៗខ្ញុំក៏បានសួរត្រឡប់ទៅកាន់គាត់វិញថាបងចង់បានម៉ូដអីដែរចឹងគាត់ក៏ប្រាប់មកខ្ញុំថាបែបខ្លីៗបែប skin fade តែម្ដងទៅបងប្រុសហើយបន្ទាប់ពីស្ដាប់ឮដូច្នេះខ្ញុំក៏មិនបងងយូរចាប់ទាញលេខ3មកគឺឈូសយកតែម្ដងហើយសម្រាប់ម៉ូដនេះផងដែរគឺស្រដៀងនឹងម៉ូដ PM ខ្មែរយើងទេគ្រាន់តែវាខុសគ្នាបន្តិចគឺនៅត្រង់ម៉ូដ PM របស់យើងគឺលើកសក់ដល់ខ្ពស់ខាងលើប៉ុន្តែសម្រាប់ mode skin fade គឺទុកស្មៅពាក់កណ្ដាលក្បាលផងដែរហើយនេះក៏ជាមូលហេតុដែលខ្ញុំមិនចង់ថតពេលយប់បងប្អូនឃើញស្រាប់ហើយពេលដែលខ្ញុំថតពេលយប់គឺមើលទៅអត់ច្បាស់ទេដោយសារតែវាអត់មានពន្លឺគ្រប់គ្រាន់ទេអញ្ចឹងហើយនេះគឺជាមូលហេតុដែលខ្ញុំមិនដែលថតឲ្យបងប្អូនទស្សនាពេលយប់ដោយសារតែកន្លែងខ្ញុំខ្វះពន្លឺគ្រប់គ្រាន់ប៉ុន្តែសម្រាប់ការកាត់វិញគឺយើងមើលបានធម្មតាទេតែនៅពេលដែលយើងថតគឺវាត្រូវការពន្លឺខ្លាំងបងប្អូនបើយើងមើលភ្នែកទៅទេគឺយើងមើលឃើញប៉ុន្តែសម្រាប់ពេលដែលយើងថតគឺមើលទៅអត់សូវច្បាស់ទេខ្ញុំកំពុងតែសន្សំលុយដើម្បីរៀបភ្លើងសារថ្មីក៏ដូចជារៀបចំកន្លែងថ្មីឲ្យបានស្អាតដើម្បីពេលដែលខ្ញុំថតពេលយប់ក៏ច្បាស់ហើយពេលថ្ងៃក៏ច្បាស់ជូនបងប្អូនទស្សនាផងដែរអញ្ចឹងហើយសូមអធិស្ឋានខ្ញុំផងហើយសង្ឃឹមថាមួយរយៈទៀតខ្ញុំនឹងរៀបភ្លើងបានថតត្រឹមត្រូវនឹងឲ្យបងប្អូនទស្សនាច្បាស់ជាងនេះឲ្យត្រជាក់ភ្នែកតែសម្រាប់ mode skin fade នេះដែរគឺខ្ញុំធ្លាប់ធ្វើវីដេអូពីវាហើយម្ដងហើយអញ្ចឹងសង្ឃឹមថាបងប្អូនមើលយល់ហើយខ្ញុំមិនបាច់និយាយច្រើនទៀតទេហើយខ្ញុំអត់និយាយនេះគឺដោយសារតែរបៀបកាត់គឺដូចគ្នាទេបងប្អូនគឺដូចតែ clip វីដេអូមុនទេអញ្ចឹងហើយបើសិនជាមាន mode ថ្មីម៉ូដណាប្លែកខ្ញុំនឹងថតហើយខ្ញុំនឹងធ្វើការលម្អិតជូនបងប្អូនតែសម្រាប់ម៉ូដដែលខ្ញុំធ្លាប់ថតធ្វើពីវាហើយគឺខ្ញុំអត់និយាយច្រើនទេខ្ញុំនិយាយតែចំណុចណាសំខាន់ទេហើយនេះបន្ទាប់ពីយើងធ្វើសម្អាតរួចបងប្អូនយើងនៅតែច្រឹបខាងមុខហើយនឹងឈូសជើងសក់ឲ្យបានស្អាតទេអញ្ចឹងបងប្អូនឲ្យប្រមាណលើប្រមាណដែរសម្រាប់សម្អាតសក់ skin fade បងប្រុសម្នាក់នេះជួយ comment ប្រាប់ខ្ញុំម្នាក់មួយហើយបើសិនការកាត់ទៅរបស់ខ្ញុំមានការខុសឆ្គងឬមួយក៏ខ្វះខាតត្រង់ណាបងប្អូនសូមអធិស្ឋានហើយ comment ឲ្យខ្ញុំអាននឹងផងហើយរាល់ពាក្យពេចន៍ដែលខ្ញុំនិយាយទៅបើសិនជាមានខុសឆ្គងក៏ដូចជាលើសលួសត្រង់ណាសូមអធិស្ឋានឲ្យខ្ញុំផងខ្ញុំនឹងព្យាយាមកែលម្អឲ្យបានល្អជាងនេះផងដែរហើយកុំភ្លេច comment ឲ្យខ្ញុំបាននឹងផងរាល់ចំណុចខ្វះខាតក៏ដូចជាពាក្យសម្ដីណាដែលមិនសមរម្យផងដែរបាទហើយបន្ទាប់ពីយើងធ្វើសម្អាតបានស្អាតបន្ទាប់ពីសល់កន្លែងខ្មៅតិចយើងយកកត្រៃទៅលូកវាបងប្អូនយើងចោះវាឲ្យចេញសម្អាតឲ្យដាច់មកហើយបន្ទាប់ពីយើងធ្វើបានស្អាតមកយើងបោសឲ្យភ្ញៀវឲ្យស្អាតមកដោយសារតែសក់នេះគឺ skip ខ្លាំងមែនតើបើសិនជាយើងកាត់អត់អាសាបោសឲ្យភ្ញៀវទេច្បាស់ជាភ្ញៀវ skip នៅអត់នឹងយើងពិបាកកាត់ខ្លាំងមែនតើហើយសម្រាប់ខ្ញុំផងដែរបងប្អូនគឺការកាត់ហើយនឹងកោនេះគឺខ្ញុំអត់អាចចោលបានទេព្រោះដោយសារតែការកាត់ហើយពេលដែលយើងកោបន្ថែមវាកាន់តែចេញជើងសក់កាន់តែច្បាស់កាន់តែស្អាតផងដែរអញ្ចឹងហើយជាងយើងទាំងអស់គ្នាកុំភ្លេចកាត់ហើយកោវាកាន់តែចេញរៀងស្អាតហើយ clip វីដេអូនេះក៏ដល់ទីបញ្ចប់ហើយប៉ុន្តែមុននឹងចប់សូមពឹងឲ្យបងប្អូនយើងជួយចុច like ចុច share ក៏ដូចជា comment ឲ្យខ្ញុំម្នាក់មួយ